រឿងតន្សាយនិងខ្យងរឿងនិទានខ្មែរកាលពីព្រេងនាយមានតន្សាយមួយក្បាលរស់នៅក្នុងព្រៃតន្សាយនេះមានមោទនភាពចំពោះល្បឿននៃការរត់របស់ខ្លួនហើយតែងតែមួយងាយសត្វដទៃទៀតដែលយឺតជាងខ្លួនថ្ងៃមួយតន្សាយបានដើរកាត់វាលស្រែក៏ឃើញខ្យងមួយក្បាលកំពុងលូនយឺតតាមដីតន្សាយសើចចំអកណែខ្យងឯងដើរយឺតយ៉ាងនឹងតើដល់គោលដៅនៅពេលណាយឺតដោយអណ្ដើកអញ្ចឹងខ្ញុំរត់មួយផ្លែតលឿនជាងឯងរត់មួយថ្ងៃឯណោះខ្យងតបដោយសំឡេងស្ងប់ស្ងាត់ទុនសាយអើយកុំអាលអួតពេកល្បឿនលឿនមិនមែនទីរួមសំខាន់តែមួយមុខទេប្រាជ្ញាក៏សំខាន់ដែរតើហ៊ានភ្នាល់រត់បរណាំងទីមើលខ្ញុំទេទុនសាយលឺហើយក៏ផ្ទុះសំឡោចខ្លាំងហាភ្នាល់ជាមួយឯងតាំងពីកើតមកមិនដែលឮរឿងគួរឲ្យអស់សំណោចយ៉ាងនេះទេតើឯងគិតថាឯងអាចឈ្នះខៀងមែនទេការប្រណាំងទោះបីជាមើងងាយខ្យងក៏ដោយក៏ទន្សាយបានយល់ព្រមភ្នាល់ពួកគេបានកំណត់ដើមឈើធំមួយដែលនៅឯកំពូលភ្នំជាគោលដៅនៅពេលចាប់ផ្ដើមប្រណាំងទន្សាយចេញរត់យ៉ាងលឿនដូចព្យុះបានបាត់ខ្លួនពីភ្នែកខ្យងភ្លាមខ្យងចាប់ផ្ដើមលូនយឺតតែដោយមានប្រាជ្ញាឈ្លាសវៃវាបានលូនឡើងទៅលើមែកឈើមួយដើមដែលជ្រុះនៅក្បែរនោះហើយទុកឲ្យខ្យងមួយក្បែរទៀតដែលជាមិត្តរបស់វាបន្តលូននៅលើផ្លៃនៅក្នុងវគ្គខ្លាំងខ្យងមានមិត្តជាច្រើនដែលរងចាំនៅតាមផ្លូវទន្សាយរត់បានឆ្ងាយក៏គិតថាខ្លួនឈ្នះដាច់ហើយវាមិនចង់រត់លឿនឲ្យហត់ឥតប្រយោជន៍ទេក៏សម្រេចចិត្តឈប់សម្រាកនៅក្រោមដើមឈើមួយដើមហើយក៏លង់លុកទៅគោលដៅខ្យងនៃជីមិតលូកបានខិតខំលូនទៅមុខឥតឈប់ឈរពេលទន្សាយភ្ញាក់ឡើងវាភ័យស្លន់ស្លោពេលឃើញព្រះអាទិត្យរៀបលិចវាស្ទុះរត់យ៉ាងលឿនទៅកាន់គោលដៅពេលទៅដល់គោលដៅកូនទន្សាយឃើញខ្យងមួយក្បាលកំពុងអង្គុយឬលូនដោននៅឯគល់ឈើធំនោះហើយខ្យងនិយាយទាំងញញឹមយឺតហើយទន្សាយអើយខៀងបានមកដល់មុនណែទន្សាយស្រឡាំងកាំងហើយខ្មាស់អៀនយ៉ាងខ្លាំងវាចាញ់បោកប្រាជ្ញារបស់ខ្យងព្រោះតែភាពងងខ្លៅនិងភាពអំនួតរបស់ខ្លួនមេរៀនអប់រំរឿងនេះបង្រៀនយើងថាកុំមើលងាយអ្នកដទៃទោះអ្នកដទៃមើលតែខ្សោយឬយឺតជាងយើងក៏គេអាចមានចំណុចខ្លាំងឬមានប្រាជ្ញាឈ្លាសវៃដែលយើងនឹកស្មានមិនដល់ដែរកុំអាលអំនួតភាពអំនួតនិងការធ្វេសប្រហែសអាចនាំឲ្យយើងបរាជ័យទោះជាយើងមានសមត្ថភាពខ្ពស់យ៉ាងណាក៏ដោយព្យាយាមឥតឈប់ឈរការខិតខំធ្វើការងារឥតឈប់ឈរទោះបីជាលំបាកក្តីនឹងនាំមកនូវភាពជោគជ័យ